រដ្ឋាភិបាលអាណឺទីនខ្ចីលុយ 12.2 លានដុល្លារសហរដ្ឋអាមេរិកដើម្បីទប់ទល់ជាមួយនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងអំឡុងសង្គ្រាមបច្ចឹមបូព៌ានៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2026 រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកអាណឺទីនឆាយវីរៈកូលបានអនុម័តក្រឹត្យមួយស្ដីពីការខ្ចីប្រាក់ចំនួន 12.2 ប៊ីលានដុល្លារសហរដ្ឋអាមេរិកនេះគឺជានិរន្តរភាពលុយកម្ចីគ្រាអាសន្នដែលរដ្ឋាភិបាលថ្មីថ្មោងរបស់ថៃត្រូវការដើម្បីយកទៅទប់ទល់ជាមួយនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសដែលរងការវាយប្រហារដោយបញ្ហាផ្សេងៗដូចជាចំនួនព្រំដែននិងសង្គ្រាមនៅក្នុងតំបន់បច្ចឹមបូព៌ាជាដើមកម្ចីនេះគឺជាកម្ចីដែលមានទំហំធំបំផុតដែលរដ្ឋាភិបាលរបស់ថៃមិនធ្លាប់បានធ្វើបែបនេះទេជាច្រើនសតវត្សជាងច្រើនទសវត្សរ៍កន្លងមកនេះគឺជារបាយការណ៍បង្ហាញឲ្យឃើញថាថៃកំពុងតែប្រឈមមុខខ្លាំងទៅនឹងវិបត្តិសេដ្ឋកិច្ចរដ្ឋាភិបាលរបស់លោកអាណឺទីនបានអះអាងថាប្រាក់កម្ចីនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីជំរុញការចំណាយនៅក្នុងស្រុកនិងបន្ធូរបន្ថយបញ្ហាសេដ្ឋកិច្ចខណៈដែលអតិផរណាចេះតែកើនឡើងហើយសេដ្ឋកិច្ចថៃដើរអូសជើងពោលគឺកំណើនសេដ្ឋកិច្ចថៃដើរយឺតជាងគេប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់កាលពីសប្តាហ៍មុនក្រសួងហិរញ្ញវត្ថុរបស់ថៃបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃពី 2.4% កាលពីឆ្នាំមុនមកនៅត្រឹមតែ 1.6% នៅក្នុងឆ្នាំ 2026 នេះប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលមានចំនួន 400,000 លានបាតឬក៏ប្រហែលជា 12.2 ប៊ីលានដុល្លារសហរដ្ឋអាមេរិកនេះនឹងត្រូវបានយកទៅប្រើការចាប់ពីថ្ងៃទី 5 ខែមិថុនាឆ្នាំ 2026 រហូតដល់ខែកញ្ញាឆ្នាំ 2026 មួយចំណែកនៃប្រាក់នេះនឹងត្រូវផ្គត់ផ្គង់និងផ្ដល់ជំនួយដល់ប្រជាជនថៃក្រីក្រដែលមានចំនួនជាង 20 លាននាក់ក្រោមគម្រោងរដ្ឋាភិបាលដែលមានឈ្មោះថាថៃជួយថៃឬក៏ Thai Have Ties មួយចំណែកទៀតបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលុយនេះនឹងចាយទៅលើវិស័យធម្មពលដែលកំពុងតែជួបបញ្ហាធ្ងន់ធ្ងរសង្គ្រាមអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ដែលបានចាប់ផ្ទុះឡើងនៅក្នុងកាលពីចុងខែកុម្ភៈឆ្នាំ 2026 បានជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ទៅលើពិភពលោកសង្គ្រាមនេះបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឧស្ម័នការដឹកជញ្ជូននិងទំនិញកើនឡើងយ៉ាងគំហុកថៃដែលជាប្រទេសប្រើប្រាស់ថាមពលក្នុងទំហំធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយថាមពលនេះមានប្រភពចេញពីតំបន់ឈូងសមុទ្រភីសបានទទួលរងនូវផលប៉ះពាល់ខ្លាំងមិនធម្មតានោះឡើយលោកអាណឺទីនឆាយវីរៈកូលបានប្រាប់អ្នកកាសែតថាប្រាក់កម្ចីដែលរដ្ឋាភិបាលបានខ្ចីនេះគឺជារបបសម្រាប់នាំប្រទេសថៃឆ្ពោះទៅមុខនឹងការពីកុំឲ្យសេដ្ឋកិច្ចថៃចុះអន់ខ្សោយលោកបន្តទៀតថាយើងនឹងឆ្លងកាត់ទុក្ខលំបាកនេះទៅទាំងអស់គ្នាយោងតាមក្រសួងហិរញ្ញវត្ថុថៃបំណុលសាធារណៈថៃមានទំហំ 66.38% គិតត្រឹមខែមីនាឆ្នាំ 2026 ក៏ប៉ុន្តែទំហំបំណុលនេះគឺស្ថិតនៅក្រោមពីដានបំណុលឬក៏ទំហំបំណុលអតិបរមាដែលមាន 70% នៅឡើយសូមបញ្ជាក់ផងដែរថាតាមការព្យាករណ៍អតិផរណានៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ 2026 នេះគឺ 3%